វប្បធម៌និងសង្គមសម័យអង្គរគេអាចដឹងអំពីខ្មែរបុរាណតាមរយៈសិលាចារឹកជាច្រើននិងកំណត់ត្រារបស់លោកជ័យតាខ្វាន់ផងដែរខ្មែរបុរាណពឹងផ្អែកយ៉ាងខ្លាំងទៅលើកសិកម្មនៅក្នុងការដាំស្រូវចំណែកឯប្រជាកសិករដាំដុះស្រូវនៅតាមដងទន្លេសាបនិងនៅតាមទីទួលនានាពេលដែលមានទឹកជំនន់ស្រែចម្ការស្រោចស្រពដោយទឹកដែលបានមកពីបារាយណ៍ហើយបារាយណ៍គឺជាអាងស្តុបទឹកដ៏ធំហើយក៏ជាអូរប្រឡាយផងដែរនៅតាមភូមិមានដាំត្នោតដាំឈើហូបផ្លែនិងបន្លែបង្ការជាពិសេសត្រីគឺជាប្រភពប្រូតេអ៊ីនធំចម្បងជាងគេបំផុតប្រជាជនកែច្នៃត្រីជាប្រហុកឬអាំងដុតចំហុយត្រីដាក់ខ្ចប់នឹងស្លឹកចេករីឯស្រូវអង្ករគឺជាប្រភពអាហារចម្បងដែលធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាបើយើងងាកទៅមើលអំពីការចិញ្ចឹមគោក្របីជ្រូកមន្ទានៅក្រោមផ្ទះព្រោះផ្ទះគេច្រើនសង់ជាជើងសសរខ្ពស់ៗដើម្បីការពារនឹងទឹកជំនន់ផ្ទះរបស់កសិករសង់នៅក្បែរវាលស្រែតាមជាយក្រុងជញ្ជាំងផ្ទះធ្វើពីឫស្សីត្បាញដំបូលប្រក់ស្បូវនិងមានជើងសសរផងដែរផ្ទះត្រូវបានចែកជា3ផ្នែកដោយជញ្ជាំងឬឫស្សីត្បាញដែលមួយផ្នែកជាបន្ទប់ឪពុកម្ដាយនិងមួយផ្នែកទៀតជាបន្ទប់កូនស្រីនិងមួយផ្នែកធំជាងគេគឺជាបន្ទប់ទទួលភ្ញៀវចំណែកឯកូនប្រុសគ្មានបន្ទប់ផ្ទាល់ខ្លួនទេហេតុនេះគេត្រូវដេកនៅកន្លែងណាដែលខ្លួនគេរកបានចំណែកឯផ្ទះបាយស្ថិតនៅផ្នែកខាងក្រោយនៃផ្ទះឬនៅក្នុងបន្ទប់មួយដោយដាច់ដោយឡែកព្រះមហាក្សត្រនិងពួកអភិជនរស់នៅក្នុងវាំងនិងគេហដ្ឋានធំៗឬនៅក្នុងទីក្រុងបើយើងងាកទៅមើលវាំងឬគេហដ្ឋានទាំងនោះធ្វើឡើងពីសារធាតុដូចគ្នានឹងផ្ទះប្រជាជនសាមញ្ញដែរតែខុសគ្នាត្រង់ថាគេប្រើគ្រឿងធ្វើអំពីឈើដែលមានលម្អដោយក្បាច់ប្រណិតព្រមទាំងមានបន្ទប់ច្រើនចំណែកឯប្រជារាស្ត្រសាមញ្ញស្លៀកពាក់សំពត់ដែលចុងខាងមុខត្រូវទាញនៅចន្លោះជើងទាំងពីរនិងចងភ្ជាប់ទៅក្រោយដោយខ្សែក្រវ៉ាត់បើយើងគិតអំពីពួកអភិជននិងព្រះមហាក្សត្រស្លៀកពាក់សាច់កំណាត់ល្អប្រណិតថ្លៃស្រីពាក់ចម្រៀកកំណាត់ដើម្បីដណ្ដប់តាមទ្រូងរីឯស្ត្រីអភិជនមានកំណាត់វែងដែលគ្របដល់ស្មាបុរសនិងស្ត្រីបងក្រមាសាសនាសំខាន់គឺព្រហ្មញ្ញសាសនាបន្ទាប់មកសាសនាព្រះពុទ្ធក៏មានប្រជាប្រិយភាពដែរព្រះវិស្ណុនិងព្រះសិវៈគឺជាពួកទេវៈដែលគេនិយមយើងចង់និយាយអំពីសាសនានិងលទ្ធិផ្សេងៗវិញម្ដងនៅសម័យអង្គរសាសនាមានមុខងារយ៉ាងសំខាន់ក្នុងនយោបាយប៉ុន្តែសាសនានៃវណ្ណៈអ្នកដឹកនាំពុំដែលមានឯកភាពទេឬតែងតែផ្លាស់ប្ដូរទៅតាមចំណូលចិត្តរបស់បុគ្គលម្នាក់ៗព្រះរាជាខ្លះកាន់សាសនាឥសូរព្រះរាជាខ្លះកាន់សាសនាព្រះវិស្ណុហើយព្រះរាជាខ្លះកាន់សាសនាព្រហ្មនិងខ្លះទៀតកាន់ព្រះពុទ្ធសាសនាចំពោះហេតុការណ៍បែបនេះលោក Sylvain Louis ថាគឺកើតមកពីរចនាសម្ព័ន្ធនៃសង្គមខ្មែរតែម្ដងយ៉ាងណាមិញនៅសម័យនោះសាសនាត្រូវគេចាត់ទុកដូចជាទំនិញដែលនាំចូលឬជាវប្បធម៌ថ្លៃថ្នូរសម្រាប់តែព្រះរាជានិងពួកអភិជនហើយមិនសូវជ្រុតជ្រាបចូលក្នុងស្រទាប់ទាបនៃសង្គមដែលនៅតែថែរក្សាជំនឿលើអរិយអ្នកតាជាដើមបើតាមទស្សនៈរបស់លោកជ័យតាខ្វាន់ការមកស្រុកខ្មែរបានសង្កេតឃើញថាមានមនុស្សគោរពដុំថ្មដែលលោក Paul Belgiot ស្មានថាជាលិង្គព្រះឥសូរតែតាមការពិតគឺជាថ្មអ្នកតានោះឯងពីសតវត្សទី9ដល់ទី11គណៈសេវនិយមមានឧត្តមភាពលើគណៈឯទីដែលទៀតព្រោះព្រះរាជាភាគច្រើនបានចាត់ទុកថាជាសាសនាសម្រាប់រដ្ឋដោយការប្រារព្ធពិធីទេវរាជព្រះរាជាមានឋានៈស្មើអតិទេពឬព្រះឥសូរហើយមានសេវលិង្គជាតំណាងតម្កល់ក្នុងប្រាសាទភ្នំផងដែរ ព
ប៉ុន្តែក្នុងរយៈពេលខាងលើនេះគេបានសង្កេតឃើញថាព្រះរាជាទាំងឡាយតែងបានយកព្រះハរតីទុកដាក់និងជួយឧបត្ថម្ភចំពោះសាសនាឯទៀតដែលបានរួមរស់ជាមួយគ្នាយ៉ាងសុខដុមរមនាដោយមានศิลาចារឹកនិងរូបបដិមាអាចបញ្ជាក់បានយ៉ាងបរិបូរណ៍ទឹកលេងតែក្នុងរជ្ជកាលរបស់ព្រះបាទឧទយាទិត្យវរ្ម័នទី2ដែលមានការបោះបោ3លើកហើយដែលគេឃើញពុះបោះបោដើរវាយកំទេចសេវលឹង្គនិងទេវបដិមាចោលនៅសតវត្សទី12គណៈវិស្ណុនិយមត្រូវបានព្រះបាទសូរ្យវរ្ម័នទី2គោរពរាប់អានសម្បើមដូចមានប្រាសាទអង្គរវត្តជាសក្ខីភាពស្រាប់អង្គរវត្តមានទ្រង់ទ្រាយជាប្រាសាទភ្នំដដែលប៉ុន្តែគឺសម្រាប់តម្កល់វិស្ណុបដិមាទៅវិញរីឯក្បាច់រចនាសុទ្ធតែតាមបែបបទវិស្ណុនិយមទាំងអស់រូបចម្លាក់រឿងរាមកេរ្តិ៍រឿងមហាភារតៈរឿងកូរសមុទ្រទាំងដោះឡាហេតុបានជាដូច្នេះព្រោះក្នុងពេលជាមួយគ្នានោះនៅក្នុងប្រទេសឯទៀតក៏មានការនិយមគោរពព្រះវិស្ណុដូចគ្នាដែរតពីនេះទៅទៀតគេឃើញថាពុទ្ធសាសនាមហាយានដែលបាននាំចូលតាំងពីសម័យកម្ពុជាទេសតវត្សទី8ហើយដែលបានព្រះបាទសូរ្យវរ្ម័នទី1កាន់ម្ដងរួចទៅហើយសតវត្សទី11ត្រូវបានព្រះរាជាលើកដំកើងជាសាសនាសម្រាប់រដ្ឋតែម្ដងជាពិសេសក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី8ប្រាសាទបាយ័នដែលព្រះអង្គសាងឡើងនៅមានទ្រង់ទ្រាយជាប្រាសាទភ្នំហើយស្ថិតនៅកណ្ដាលរាជធានីដដែលតែរូបតំណាងព្រះរាជាគឺជាពុទ្ធបដិមាទៅវិញហេតុអ្វីបានជាមានការប្រែប្រួលយ៉ាងនេះត្រង់នេះគូកបីជ្រាបថាការវាយយកបានក្រុងអង្គរដោយទ័ពចាមនៅគ្រិស្តសករាជ1177ហើយជាលើកទី1ជាអណ្ដូកមួយយ៉ាងធ្ងន់វាយទៅលើលទ្ធិទេវរាជប្រជារាស្ត្រទំនងជាចង់លេងជឿទៅលើប្រសិទ្ធភាពនៃលទ្ធិនេះទៀតហើយក៏ប៉ុន្តែព្រហ្មញ្ញជាបរិវារនៅមានឥទ្ធិពលខ្លាំងក្លាណាស់នៅឡើយទើបព្រះបាទជ័យវរ្ម័នទី8នឹងឆ្វេងយល់ថាត្រូវតែរក្សាទុករបស់ចាស់ខ្លះមិនអាចកម្ចាត់កម្ចាយបានភ្លាមទេហើយគួរតែយករបស់ថ្មីខ្លះមកប្រើដើម្បីឲ្យមានសង្ឃឹមដល់ប្រជារាស្ត្រដោយផ្សំធាតុសេវនិយមខ្លះប្រាសាទភ្នំនិងពុទ្ធនិយមខ្លះដូច្នេះយើងឃើញថាពុទ្ធសាសនាមហាយានបានមកដល់ទាន់ពេលវេលាដើម្បីស្រោចស្រង់ជាតិឲ្យមានពន្លឺឡើងវិញក្រោយព្រឹត្តិការណ៍ឆ្នាំ1177ជាមូលហេតុដែលព្រះបាទជ័យវរ្ម័នទី8ហ៊ានយកលទ្ធិនេះមកប្រើព្រោះពេលនោះពុទ្ធសាសនិកក៏មានកាន់តែច្រើនណាស់មកហើយម្យ៉ាងទៀតលទ្ធិនេះជាលទ្ធិបែបមនុស្សនិយមដែលមានទំនោរទៅរកជីវភាពប្រជារាស្ត្រទូទៅដោយរូបចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័នដែលជាសក្ខីភាពស្រាប់ហើយមិនត្រឹមតែប៉ុណ្ណោះគឺដើម្បីបង្ហាញឲ្យឃើញនៅព្រះハរតីមេត្តាករុណាចំពោះប្រជារាស្ត្រនេះព្រះអង្គទ្រង់បានកសាងមន្ទីរពេទ្យ102សម្រាប់ជនទាំង4វណ្ណៈឲ្យចូលព្យាបាលជំងឺបានដូចគ្នាទាំងនេះសបញ្ជាក់ឲ្យឃើញថានៅចំពោះប្រជារាស្ត្រលទ្ធិពុទ្ធសាសនាមហាយានមានសមត្ថភាពមិនចាញ់លទ្ធិទេវរាជទេគឺមានសមត្ថភាពការពារស្រោចស្រង់និងបម្រើរាស្ត្របានដូចគ្នាតែជាអកុសលការផ្លាស់ប្ដូរសាសនានៅតែមានបន្តទៅទៀតជាមួយគ្នានោះដែរនិយាយអំពីព្រះបាទជ័យវរ្ម័នទី9វិញក៏ត្រឡប់ទៅរកសេវនិយមវិញដែលជាហេតុបណ្ដាលឲ្យមានការប្រតិកម្មយ៉ាងខ្លាំងពីពួកព្រហ្មញ្ញប្រឆាំងនឹងពុទ្ធសាសនារហូតដល់មានការវាយកំទេចឬកោសលុបព្រះពុទ្ធបដិមាចោលតែបើយើងនិយាយអំពីលទ្ធិបុគ្គលនិយមវិញចាប់តាំងពីសតវត្សទី9ដល់សតវត្សទី12គេឃើញមានការកសាងរូបបដិមាជាច្រើននៃទេវទេវីឬពោធិសត្វប៉ុន្តែរូបបដិមាទាំងនោះពុំមែនតំណាងទេវទេវីឬពោធិសត្វចំទាំងអស់ទេមួយភាគធំជាតំណាងព្រះរាជាឬរាជវង្សានុវង្សរាជគ្រូឬជនដែលមានគុណចំពោះជាតិដែលគេលើកដំកើងឲ្យមានឋានៈស្មើទេវទេវីឬពោធិសត្វចំណែកឯឈ្មោះនៃរូបបដិមាទាំងនោះសុទ្ធតែកើតឡើងដោយការផ្សំនាមផ្ទាល់នៃបុគ្គលដែលគេគោរពជាមួយនឹងនាមទេវទេវីឬពោធិសត្វយ៉ាងណាមិញយើងគូកបីសង្កេតថាលទ្ធិបុគ្គលនិយមនេះមានសភាពរុងរឿងយ៉ាងខ្លាំងនៅចុងសតវត្សទី12ជាងនោះសោតនៅលើសាលាចារឹកវិមានអាកាសបាននិយាយថាព្រះនាងជ័យទេវីទី2
ជាអគ្គមហេសីរបស់ព្រះបាទជីវរ្ម័នទី8បានសាងនៅគ្រប់ទីនៃរូបបដិមានៃព្រះបិតាព្រះមាតាបងប្អូនញាតិមិត្តដែលព្រះនាងបានស្គាល់ច្បាស់ឬគ្រាន់តែឮគេនិយាយប្រាប់ម្យ៉ាងទៀតក្រោយពីព្រះនាងចូលទីវង្គតទៅបងស្រីរបស់ព្រះនាងនាមឥន្ទ្រទេវីទី2បានសាងរូបបដិមារបស់ព្រះនាងយ៉ាងច្រើនហើយនឹងរបស់ព្រះរាជានិងរបស់ព្រះនាងផ្ទាល់នៅពាសពេញទីក្រុង